ស្ដីលោកនាយកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើការណែនាំពីរបៀបធ្វើការចម្លងឬក៏ update file report របស់សាលាយើងដែលក្រសួងគាត់បានណែនាំមកយើង update ដើម្បីឲ្យថ្នាក់ការឡៃគាត់ស្រួលក្នុងការចូលក្នុងប្រព័ន្ធមើលថាតើប្រភពថវិការបស់អស់លោកនាយកនឹងជាប្រភពថវិកាមកពីណាឥឡូវខ្ញុំមាន file 2នេះគឺជា file ចាស់ដែលយើង version 3ចុចសម្រាប់របាយការណ៍គណនេយ្យយើងហើយនេះគឺជា file ថ្មី version 3.2 អញ្ចឹងមុននឹងយើងធ្វើការ update ប្រព័ន្ធ file Excel របាយការណ៍យើងត្រូវចុច unblock អញ្ចឹងយើងចុចពាក្យ property ចុចពាក្យ unblock apply OK តោះមកយើងចាប់ផ្ដើមចូលនៅក្នុង file ថ្មី version 8.2ក្រោយពីយើងបាន unblock ហើយយើងចូលមកដល់កន្លែងនេះយើងនឹងឃើញជា file ស្រាប់នេះគឺនៅខេត្តកំពង់ឆ្នាំងអញ្ចឹងសូមលោកនាយកទាំងអស់ធ្វើការជ្រើសរើសខេត្តកោះកុងស្រុកថ្មបាំងខ្ញុំសូមបញ្ជាក់ដែរខ្ញុំធ្វើការ update file នេះគឺសាលាបឋមសិក្សាទទេលើនៅក្នុងស្រុកថ្មបាំងយើងជ្រើសរើសឃុំរបស់យើងជាធម្មតាដូចទូទៅអញ្ចឹងហើយចំពោះចំនួនសិស្សអញ្ចឹងសូមលោកនាយកទៅមើលនៅតារាងព័ត៌មានរបស់យើងអាចារ្យយើងយកចំនួនសិស្សហ្នឹងដាក់មកតារាងព័ត៌មាន version 8.2 ហ្នឹងដូចគ្នាបាទឥឡូវខ្ញុំចាប់ផ្ដើមមើល117 49កន្លែងនេះបើសិនជាសាលាអស់លោកនាយកមានមតិយើងដាក់មតិបើសិនជាអត់យើងដាក់អត់ទី30ស្រី15បាទអញ្ចឹងយើងបំពេញតែកន្លែងស៊ីតព័ត៌មាននេះទេបំពេញរួចរាល់ហើយសូមមើលមកខាងស្ដាំនេះវាមានប៊ូតុងមួយដាក់ថាចម្លងទិន្នន័យចាស់ចូលប្រព័ន្ធថ្មីអញ្ចឹងយើងចុចកន្លែងហ្នឹងមកយើងស្វែងរក file របាយការណ៍របស់យើងចាស់ដែលយើងទុកជាមួយគ្នាមិញហ្នឹងខ្ញុំ save នៅ desktop សិក្ខាសាលាបាត់ដំបង new folder នេះគឺជា file ដែលខ្ញុំត្រូវ update នេះជា file ចាស់ខាងលើជា file ថ្មីអញ្ចឹងយើងចុចលើ file ចាស់ហើយចុចពាក្យ open អញ្ចឹងពេលនោះ file ហ្នឹងវានឹងរត់អូតូទៅនៅសន្ទុះក្រោយវានឹងបញ្ជាក់យើងថាបានបំពេញរួចរាល់ឬក៏ complete នេះចេញមក action successful complete អញ្ចឹងពេលយើងចុច OK ហើយសូមលោកនាយកទាំងអស់ចូលមក sheet ធនាគារអញ្ចឹងពាក់ព័ន្ធជាមួយនឹងប៊ូតុងពណ៌លឿងនេះកន្លោតពណ៌លឿងនេះលោកនាយកមើលគេដាក់ថាសូមជ្រើសរើសទិន្នន័យសម្រាប់ប្រភេទប្រតិបត្តិការដាក់សាច់ប្រាក់ចូលគណនីធនាគារអញ្ចឹងលោកនាយកឃើញប៊ូតុងមួយនេះសម្រាប់ជ្រើសរើសតើប្រភពថវិកានឹងជារបស់អ្នកណាអញ្ចឹងបើសិនជារបស់លុយដំណើរការសាលារៀនយើងដាក់ថាជាមូលនិធិដំណើរការសាលារៀនសាធារណៈហើយពាក់ព័ន្ធជាមួយប្រព័ន្ធសិស្សបកាយយើងជ្រើសរើសមកប្រព័ន្ធសិស្សបកាយក្រោមនេះប្រជុំបច្ចេកទេសគឺយើងដាក់ជ្រើសរើសប្រជុំបច្ចេកទេសហើយបរោះកន្លែងនេះក៏ដូចគ្នាគឺយើងជ្រើសរើសទាំងអស់បន្ទាប់ពីជ្រើសរើសរួចរាល់លោកទាំងអស់ត្រូវតែចុច save ហើយយើងធ្វើការ upload ម្ដងទៀតនៅត្រីមាសទី1ដដែលហ្នឹងយើងជ្រើសរើសយក file ហ្នឹងទៅ upload ភាសាទៀតដើម្បីឲ្យប្រព័ន្ធ Excel នេះ load ចូលនៅក្នុងប្រព័ន្ធរបស់ក្រសួងហ្នឹងគាត់ងាយស្រួលក្នុងការតាមដានទិន្នន័យរបស់សាលានីមួយៗបាទអរគុណ